Vẫn clear stock 7 ដើម laptop ដែលមានតម្លៃចិត្ត $3000 យើង clear stock ហើយអានេះមិនមែនជាអវ៉ាន់មកទឹកទេខ្ញុំសូមបញ្ជាក់បន្តិចជាអវ៉ាន់ demo ដែលយើងដាក់តាំងអញ្ចឹងដូចបងដឹងអញ្ចឹងថាអវ៉ាន់ដែលយើងដាក់តាំងមិនមែនជាអវ៉ាន់ដែលភ្ញៀវយកទៅប្រើហើយយកមកលក់មកវិញទេបានន័យថាជាអវ៉ាន់ថ្មីយើងឲ្យប្រអប់យកមកដាក់តាំងសម្រាប់ឲ្យភ្ញៀវគាត់បានមើលរូបរាងអីចឹងណាអញ្ចឹងឥឡូវ demo ទាំងអស់ហ្នឹងគឺយើង clear stock ចោលតែម្ដងខ្ញុំនិយាយតម្លៃថ្មី$2500ទៅចិត្ត$3000ប៉ុន្តែឥឡូវបើសិនជាបងត្រូវការតម្លៃគឺអាចទិញបានធូរជាងតម្លៃដែលយើងទិញថ្មីបកកេសហ្មងអញ្ចឹង model ទី1ដែលខ្ញុំចង់បង្ហាញគឺនេះ OG Flow C13 RAM 32 Mate អេក្រង់ 13.4 inch 2.5K 180Hz អានេះវាប្រើ CPU AMD Ryzen AI Max Plus 395បាទ spec ខ្ញុំបង្ហាញនៅលើអេក្រង់ហ្នឹងបងអាចមើលបានអញ្ចឹងអានេះគឺជាប្រភេទ laptop ដែលកូនកាត់ tablet ផងជា laptop ផងបើយើងចង់ប្រើជា tablet យើងដក keyboard ចេញទៅបាទចង់ប្រើជា laptop ដាក់ keyboard ជាប់មកវិញមកពួកនេះក៏ពេញនិយមខ្លាំងដែរដោយសារតែគេហៅថាបត់បែនភាពបត់បែនរបស់វាគឺប្រើបានច្រើនទម្រង់លេង game ក៏បានការងារធ្ងន់ក៏បានតម្លៃថ្មីហ្មង$2499ប៉ុន្តែសម្រាប់អវ៉ាន់ clear stock នេះយើងលក់ជូនតែ$1999ទេអញ្ចឹងបើសិនជាទិញអាចថាបងប្អូនទាំងអស់គ្នាចំណេញបាន4-500បាទអវ៉ាន់គឺនៅធានាអញ្ចឹងបន្តមកទៀតយើងមានជាមួយនឹង ROG Zephyrus G14 នេះយើងមាន2នេះ spec ខុសគ្នាតិចតួចប៉ុន្តែលើរូបរាងការ design គឺប្រហាក់គ្នាទេបាទសម្រាប់អានេះវាប្រើ chip AMD Ryzen AI 9 RAM 32 storage Mate អេក្រង់14 inch កម្រិតបង្ហាញ 3K បាទនេះ 3K ហើយ OLED 120Hz ច្បាស់ល្អមែនទែនសម្រាប់ផ្នែកអេក្រង់ជាមួយនឹង GPU RTX 57 Ti 12G បាទតម្លៃពេញ$2399ប៉ុន្តែសម្រាប់អវ៉ាន់ដែលយើង clear stock នេះយើងលក់ជូនតែ$1849ទេអញ្ចឹងអានេះប្រើ57សម្រាប់អានេះវិញអានេះ core chip បាទ core chip ហើយនឹង GPU RAM 32 Mate ដូចគ្នាអេក្រង់14 inch 3K 120Hz ដូចគ្នា OLED ដូចគ្នាប៉ុន្តែអានេះវាប្រើ CPU AMD Ryzen 9 GPU RTX 58G អានេះតម្លៃពេញវា$1799យើងលក់ជូនតែ$1449ទេបាទពីរហ្នឹងបងយកមួយណាក៏បានដែរប៉ុន្តែអានេះកម្លាំងម៉ាស៊ីនវាខ្លាំងជាងតែការ design គឺមើលទៅគឺដូចគ្នាទេឥឡូវមកមើលអាកំពូលស្ដាច់ laptop សម្រាប់អ្នកដែលប្រើទៅលើការងារបែប design ហ្មងណាអានេះគឺកប់ខ្លាំងមែនតើបងប្អូនទាំងអស់គ្នា ProAd P16 បងមើលអេក្រង់16 inch 4K បាទអានេះ 4K ហ្មង OLED RAM 64G storage 2 ទេ CPU AMD Ryzen AI 9មាន NPU ជាមួយនឹង GPU RTX 58G RAM 64 2 ទេអេក្រង់ 4K ទៀតដឹងរណាទេនេះកប់ខ្លាំងមែនតើខ្មៅក្រឹបស្អាតហ្មង Pro Art បាទតម្លៃពេញ$2749អានេះជាអវ៉ាន់ដែលយើង clear stock យើងលក់ជូន$2149អញ្ចឹងសម្រាប់បងប្អូនដែលត្រូវការកម្លាំងម៉ាស៊ីនខ្លាំង RAM ធំ storage ធំអេក្រង់ 4K OLED អានេះគឺ AM យកតែមែនតើបន្តមកយើងមានជាមួយនឹង gaming ម្ដងអានេះតម្លៃវារៀងធូរដែរទេវាប្រើ CPU Intel Core 7 RAM 16G storage 512អេក្រង់របស់វា16 inch បាទ GPU RTX 58G តម្លៃពេញ$1199យើងលក់ជូន$949បញ្ជាក់ជាអវ៉ាន់ថ្មីគ្រាន់តែថាយើងយកមកដាក់តាំងហើយយើងត្រូវ clear stock ចោលអវ៉ាន់គឺនៅធានាបាទបន្តមកទៀតគឺអានេះ ROG Strix G18អានេះធំល្អបងប្អូនទាំងអស់គ្នាតម្លៃពេញ$2399លក់ជូន$1899 CPU Intel Core i3 9 RAM 16G storage Mate អេក្រង់18 inch 2.5K 240Hz បាទ refresh rate 240Hz 18 inch ធំណាធំល្អមែនទែនហើយ GPU វាគឺប្រភេទ RTX 57 Ti 12G អូខេ ROG Strix G18 តម្លៃពេញ$2399យើងលក់ជូន$1899អញ្ចឹងចំណេញច្រើនបងទិញអវ៉ាន់ demo នេះគឺចំណេញច្រើនមើលនេះតួខ្លួននេះអត់មានអីណាស្នាមអីកូដថ្នាំកូដអីទេគឺថ្មីស្អាតតែម្ដងគាត់ថាគេឲ្យកេសយកមកដាក់តាំងធម្មតាតាមហាងដូចយើងហាងលក់កុំព្យូទ័រយើងត្រូវមានអវ៉ាន់សម្រាប់ឲ្យភ្ញៀវគាត់មើលអញ្ចឹងយើងត្រូវឲ្យកេសអវ៉ាន់ថ្មីមកដាក់តាំងអញ្ចឹងពេលដាក់តាំងដល់រដូវកាលដែលយើងត្រូវ clear stock គឺយើងត្រូវ clear ចោលហើយបាទចុងក្រោយគឺមិញសិតតែ ASUS នេះមើល FIFA ម្ដង Lenovo Legion Pro 7i FIFA Edition អានេះតម្លៃពេញរបស់វា$2449ប៉ុន្តែសម្រាប់អវ៉ាន់ demo នេះយើងលក់ជូន$1999អានេះអេក្រង់វា16 inch កម្រិតបង្ហាញ 2.5K OLED refresh rate 240Hz RAM 32 storage Mate CPU Intel Core i3 9ជាមួយនឹង GPU RTX 57 Ti 12G FIFA Edition ណាអញ្ចឹងដល់រដូវកាល World Cup ខេឡូចំពេលដែលយើងត្រូវការទិញ laptop យកទៅធ្វើការងារយកទៅលេង game ទាត់បាល់ game កម្រិតធ្ងន់ការងារធ្ងន់នេះហ្នឹងអាចមើលអានេះទៅបាទ FIFA 2026អូខេតម្លៃពេញដូចខ្ញុំបញ្ជាក់មិនអញ្ចឹងអានេះ$2449លក់ជូន$1999នៅធានាអញ្ចឹងទាំងអស់7 model ហ្នឹងចាំមើលតែខ្ញុំចេញវីដេអូនេះឲ្យដល់មានអ្នកដែលគាត់យកទៅបដាព្រោះរាល់ដងឲ្យតែមានអវ៉ាន់ clear stock គឺអត់ដែរនៅយូរទេបងប្អូនទាំងអស់គ្នាដោយសារយើងមានតែមួយគ្រឿងហើយតម្លៃល្អហើយវានៅធានាផងបាទអញ្ចឹងអស់លឿនណាស់បើសិនជាមានតម្រូវការអាចកក់មុនក៏បានដែរបាទឆាតតាម page ក៏បានតាក់ទងតាមលេខទូរស័ព្ទក៏បានអូខេ7 modelអរគុណ